បាទចូលមកដល់ការប្រកួតបាគូពិសេសបាគូគេថាពិសេសទី1អាយ៉ាស្វាគមន៍មួយជើងរបស់ផលវិឆ័យធាក់ទុកមួយសិនបងប្អូនកុំភ្លេចជួយចុច like និង share ដែលយើងធ្វើការផ្សាយផ្ទាល់ពិសេសនៅលើកញ្ចក់ទូរទស្សន៍ហង្សមាសអ្វីដែលពិសេសនេះគេថានៅលើ page ផ្លូវការរបស់ហង្សមាសនិង page ផ្លូវការរបស់ទឹកពិសាបរិសុទ្ធកម្ពុជាហើយយយវិឆ័យលេងធ្ងន់ណាស់បាទអ្នកទាំងពីរគឺអ្នកបាត់ដំបងដូចគ្នាខុសតែឯងក្នុងមិនម៉ោងទេខុសតែស្រុកទេបាទអញ្ចឹងអ្នកទាំងពីរគេថាសុទ្ធតែអ្នកដែលមានចំណេះជំនាញអ្នកបង្កើតក្បាច់គុណមកប៉ះគ្នាព្យាយាមទាត់ជើងក្រោមមកជើងរបស់ផលវិឆ័យបាទវិឆ័យធាក់ទុកមួយសិនបាទបញ្ញាចិត្តនឹកទៅដល់លោកគ្រូឈុតសេរីហើយបញ្ញាចិត្តនឹកទៅដល់លោកគ្រូផាត់សាដាអូយសុខឿនអាយ៉ាជើងបាទជើងប៉ះជើងគេថាខិនអាយមកជើងอะไรនេះនោះមកជើងទៅហើយអាយ៉ាក្តាប់ដៃរបស់ផលវិឆ័យលេងមកជើងទៀតផលវិឆ័យជាខ្ញុំដើរចូលផលវិឆ័យដើរចូលគ្រាកចាប់ជាប់កន្លែងនេះចាប់ជាប់ណែក្រៅពីសុខឿនណាអាចទៅមកជើងរបស់ផលវិឆ័យបាទហើយបងប្អូនអ្នកស្រុកមងបាទត្រៀមកំពូលអ្នកចម្បាំងគុណខ្មែរបាទនឹងទៅដល់ស្រុកបងប្អូនណាខ្សែក្រវ៉ាត់3បងប្អូនបាទត្រៀមទស្សនាថ្ងៃទី3ខែឧសភាបាទជាខ្ញុំដើរចូលហោបោះជង្គង់លើរបស់សុខឿនចាប់កាច់លោកគ្រូអញ្ញាកណ្ដាលលោកគ្រូមនសុខុនក៏ញែកកីឡាករទី2ធាក់ទុកមួយសិនមកជើងតងវិញចូលកណ្ដាប់ដៃកន្លែងនេះដើរចូលចាប់អោបជាប់ចាក់ជង្គង់របស់វិឆ័យជង្គង់សងវិញរបស់សុខឿនចាប់អោបជាប់ជង្គង់របស់វិឆ័យជង្គង់របស់សុខឿនក្រាញ់កន្លែងនេះជាប់ទេជាប់ចាក់សោជាប់អត់ឲ្យឡើងជង្គង់លោកគ្រូអញ្ញាកណ្ដាលលោកគ្រូសុខុនក៏ញែកកីឡាករទាំងពីរបាទញាក់មកជើងមេអត់ចាញ់ទេកន្លែងនេះរបស់សុខឿនចាប់ព្រៀបចំកែងអូយបាក់កែងរបស់ថុលវិឆ័យថុលវិឆ័យធម្មតាទេណាបាទហើយសុទ្ធតែជាកីឡាករដែលឡើងមកកាន់សង្វៀន Extreme នេះគឺយើងជាប់ដែរហើយបាទទាត់ជើងមួយពុករបស់វិឆ័យចាប់ចាក់ជង្គង់របស់សុខឿនជង្គង់របស់សុខឿនវិឆ័យផ្ទះមកជង្គង់ទៀតហើយជង្គង់សងទៅវិញទៅមកមកជង្គង់ដូចគ្នាគូមួយបងប្អូនក៏ក្រាបប៉ុណ្នេះហើយបាទបងប្អូននៅសប្តាហ៍ក្រោយបាទគឺយើងមានការប្រកួតបាគូពិសេសអន្តរជាតិបាទដល់ទៅ4គូឯណោះសម្រាប់សប្តាហ៍ក្រោយបាទដែលមានខំគុណខ្លាហើយការប្រកួតបាគូចុងក្រោយនោះគឺថាដើម្បីគ្រប់វិគិតផលសំផស្សចាប់អោបជាប់លោកគ្រូអញ្ញាកណ្ដាលក៏ជួយកីឡាករទាំងពីរសិនចាប់ទឹកទី1បាទឥឡូវនេះយើងមកទស្សនាទឹកទី2បង្គោលក្រហមបាទរិទ្ធីសុខឿនផលវិឆ័យចូលទាត់សងតែម្ដងទឹកកាត់តឡាចូលវិញទៅមួយទៅមកធាក់ទុករបស់វិឆ័យទឹកឆ្វេងអត់អីបាទអស់ចំហបាទមិនធ្វើល្អដូចគ្នាលោកចាក់ឆ្វេងចូលចាប់គ្រាកក៏ពីក្រោយអត់ធ្វើអីទេបាទលោកគ្រូអញ្ញាកណ្ដាលបាទទៅចាក់ជើងសិនកុំឲ្យយ៉ាថែមឬក៏យ៉ាងណាបាទបន្តការប្រកួតទៀតចលូធាក់ជើងចោលមួយនេះជួយស្ដាំរបស់រិទ្ធីសុខឿនកាត់តឡាចូលឆ្វេងកៅស្ដាំក៏កាត់តឡាស្ដាំមួយពីររបស់ផលវិឆ័យបានធាក់មួយទៀតអីចាកូនសិលគ្រូជុសេរីល្អបាទតឡាមួយអត់អីអូហុយនេះហៅឆ្វេងស្ដាំលូកនេះឆ្វេងបោះជង្គង់មួយចាប់គ្រាកបានជង្គង់ឆ្វេងមួយទៀតរបស់ផលវិឆ័យបាទវិឆ័យក៏ល្អសុខឿនក៏ល្អបាទមកជើងធាក់ទុំមួយសិនរបស់វិឆ័យណែសុខឿនបត់កៃឆ្វេងមួយទៀតគ្រាកជង្គង់ស្ដាំរបស់សុខឿនលោកគ្រូអញ្ញាកណ្ដាលញែកបាទកីឡាករទាំងពីរកាត់តឡាមួយសងមួយទៀតសងទៅវិញទៅមកឆ្វេងស្ដាំចលូណែហៅឆ្វេងចូលតក់មកជើងរបស់សុខឿនក្តៅហើយណែជង្គង់របស់វិឆ័យជង្គង់តេះរបស់សុខឿនលោកគ្រូអញ្ញាកណ្ដាលបាទឲ្យកីឡាករទាំងពីរញែកសិនបាទលោកគ្រូមនសុខុនជាអ្នកបញ្ជាការប្រកួតតក់កាត់តឡាមួយរបស់វិឆ័យក៏យយម្ដាយកន្លែងនេះរបស់សុខឿនណែនឆ្វេងស្ដាំនេះទាញបត់កៃគ្រាទៅចាប់អោបគ្រាជង្គង់របស់សុខឿនគ្រាជង្គង់តេះជង្គង់ឆ្វេងរបស់បង្គោលក្រហមបាទបន្តការប្រកួតទៀតរិទ្ធីសុខឿនបង្គោលក្រហមផលវិឆ័យតតមកជើងអាយ៉ារំទៅចូលនេះបត់កៃកន្លែងមួយបោះជង្គង់ស្ដាំរបស់រិទ្ធីសុខឿនសពពីវិឆ័យសងសុខឿនជង្គង់ណែនបាទទៅវិញទៅមកនេះគ្រាកកែធ្វើអត់ចេញទេចាប់លមូលបាទតជង្គង់ស
សុខឿននៅតែចលោដើរជួលវិชัยកំពុងតែស្លឹងមើលកាប់តឡាចមួយតសវិញពីវិชัยអាយ៉ាឌឺវិชัយថាចាំមើលវិชัยដើរចូលបាទណែចាក់ជើជាប់បោកមួយអត់បញ្ហាសុខឿនថាអីទេចូលដៃឆ្វេងមួយគ្រាជាប់រុញខ្លួនចេញសិនវិชัยដើរចូលវិញវិชัยតត់កាប់តឡាចស្ដាំមួយណែចេញស្ដាំរបស់វិชัយគឺសងជង្គង់របស់ថនវិชัยបាល់គ្រួញញ៉ាកដាលបាទគូទី1មែនក៏ប៉ុន្តែល្អគុណភាពព្រាគុណខ្មែរគូពិសេសទី1មុនយ៉ាងនេះបន្តិចបាទហាមទី3ជាទឹកដាច់ព្រាត់បាទលើក្រុមជើងពុកម៉ែបងប្អូនបាទទស្សនាបន្តទៅទៀតកាត់ទឹកដីចុងក្រោយហើយបាទគីឡូ54គូបាក់ចាក់អូយមកជើងបាំងបែកទឹកចាយចូលកដាប់ដៃរបស់បច្ឆៃចូលជើងដូចគ្នាទៅវិញទៅមកមកជើងទៅមកជើងមកគូមួយបបាត់នេះគូពីរមិនដឹងយ៉ាងណាយ៉ាងណីទេទៅទៀតបាទអរគុណមែនទែនដល់ខ្មែរបរិជានិងជីម៉ងបាទដែលជាអ្នកឧបត្ថម្ភវិស័យកីឡាធំជាងគេនៅប្រទេសជាតិកម្ពុជាចាប់អោបជាប់បាទបាទហ៊ុនប្រាក់ស៊ីនប៉ះគឿមសវណ្ណងាបាទការប្រកួតបាទគូទី2បាទព្យាយាមដើរចូលមកជើងមកអីយោឈប់សិនអត់អីទេបាទចាប់ប្រាំងទាន់បើអត់ទាន់ហ្នឹងទៅហើយមិញនេះដើរចូលសុខឿនអ្នកម៉ោងណាបាទអ្នកស្រុកម៉ោងហើយថុលវិឆ័យអ្នកឯកភ្នំបាត់ដបងដូចគ្នាដើរចូលក្តាប់ដៃម៉ាំងបាច់ទឹកខ្ចាយចលោតត់ជក្រប់អូយកន្លែងនេះគេថាកាប់គុលដួលដល់ដើមចូលក្តាប់ដៃផាច់លឿនមែនទេមកជើងមកចាប់អាយ៉ារុញទៅវិញទៅមកដូចគ្នាបាត់ប្រសពក៏ហមយ៉ាងច្រើនយ៉ាងខៀវបន្តិចតែខៀវអត់ធម្មតាទេណាបាទចឹងបាទអរគុណទៅដល់លោកគ្រូទាំងពីរដែលបានបញ្ជូនសិស្សមកឡើងសង្វៀន Extreme ខេមរៈគុណខ្មែរបាទលោកគ្រូឈុតសេរីហើយនិងលោកគ្រូផាត់តដាចាប់អោបជាប់បាទព្យាយាមចាក់ជង្គង់ទៅវិញទៅមកលោកគ្រូអញ្ញាកណ្ដាលជួយហើយបាទលោកគ្រូសុខុនម៉នសុខុនឥឡូវដើរចូលមកជើងកន្លែងនេះអត់ត្រូវទេមកជើងសងវិញមកជើងទៅវិញបាទជើងទៅជើងមកចលោមកជើងខុសទៀតកន្លែងនេះសុខឿនបំរុងតែទាត់អីតែថយទាត់ធាក់ទុំមួយសិនសុខឿនជាងដើរចូលបាទគីឡូ54ទេណាបងប្អូនបាទចេញពី54ទៅដល់57បាទលេងមកមួយជើងមិនធម្មតាទេពី57ហុកចូលកន្លែងនេះមួយសិនលោកគ្រូអញ្ញាកណ្ដាលទៅស្រួលហើយបាទតំបន់នេះគឺតំបន់ដែលហាមឃាត់ណាបាទអញ្ចឹងបាទបងប្អូនបាទប្រយ័ត្នបន្តិចបាទតំបន់នេះគឺអត់ឲ្យវាយចំទេបាទសំណាងឯងមានរបស់ការពារបើអត់មានការពារនឹងចាប់បាត់ហើយបាទអញ្ចឹងបើឱកាសក្រោយបើអាចដោះទុកបានដោះទុកទៅផ្ទះបាទដើរចូលកដាប់ដៃកន្លែងនេះទៅវិញទៅមកដូចគ្នាវិឆ័យដើរចូលវិឆ័យកែងកន្លែងនេះចាក់ជង្គង់សងទៅវិញទៅមកកែងអោបជង្គង់របស់ថុលវិឆ័យលោកគ្រូអញ្ញាកណ្ដាលលោកគ្រូសុខុនហ្នឹងក៏និយាយកីឡាគាត់ទាំងពីរបាទពេលវេលាសល់20វិនាទីទៀតចប់ហើយទាត់មកជើងរបស់វិឆ័យជើងខាងឆ្វេងលឿនណាស់ចូលកដាប់ដៃអីអូយមកជើងទៀតសំណាងឲ្យខុសកុំអីត្រូវចាប់ជើងជាប់អូយឈប់សិនលោកគ្រូចាប់ទាញខ្មោចអត់អីទេថុលវិឆ័យដើរចូលទៀតថុលវិឆ័យដើរចូលមកជើងរបស់សុខឿនថុលវិឆ័យដើរចូលចប់ទឹកទី3បាទបងប្អូនកម្លាំងចិត្តដល់កីឡាករទាំងពីរមួយមកជំនះបានទៅលើកីឡាករបកគោខៀវថលវិឆ័យអបអរសាទរជួយថលវិឆ័យចូលរួមសោកស្ដាយសម្រាប់